នាព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2026 ឯកឧត្តមនប់តារាអភិបាលរងខេត្តកណ្ដាលព្រមទាំងអាជ្ញាធរក្រុងតាខ្មៅមន្ទីរពាក់ព័ន្ធបានបន្តចុះត្រួតពិនិត្យនិងអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ណែនាំដល់បងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាងបណ្ដោយផ្លូវជាតិលេខ2ផ្លូវជាតិលេខ21ផ្លូវលេខ107ផ្លូវលេខ108ផ្លូវលេខ206ផ្លូវលេខ209និងផ្លូវលេខ210ត្រូវធ្វើការរុះរើចេញនៅសំណង់សំយ៉ាបស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗលើចំណីផ្លូវក្នុងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្ដាលដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈនិងលើកកម្ពស់សោភ័ណភាពឲ្យកាន់តែមានភាពស្រស់បំព្រងនិងដើម្បីត្រៀមប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនា2026នៅកីឡដ្ឋានខេត្តកណ្ដាលនាពេលខាងមុខនេះនេះឱកាសនោះឯកឧត្តមនប់តារាអភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថាគោលបំណងសំខាន់ក្នុងការចុះរៀបចំនេះគឺដើម្បីរៀបចំសោភ័ណភាពនៅតាមកំណត់ផ្លូវជាតិសំខាន់ៗនេះឲ្យបានស្អាតសមរម្យស័ក្តិសមជាទីក្រុងស្អាតមានសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងមានបរិស្ថានអនាម័យបានល្អប្រសើរពិសេសគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅមិនឲ្យមានការកកស្ទះបន្តទៀតនិងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរឯកឧត្តមអភិបាលរងខេត្តក៏បានបន្តថាអាជ្ញាធរត្រូវណែនាំដល់បងប្អូនអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវនិងរស់នៅតាមសងខាងផ្លូវឲ្យរុះរើតូបឬការដាក់តាំងទំនិញដែលបង្កការរំខានដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋនិងយានយន្តធ្វើដំណើរពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈគឺអាជ្ញាធរតម្រូវឲ្យរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយទន្ទឹមនឹងការចុះអនុវត្តនេះអាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្តជាមួយអាជ្ញាធរដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅអាជ្ញាធរនឹងបន្តតាមដាននិងចុះត្រួតពិនិត្យជាប្រចាំដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែងសូមបញ្ជាក់ផងដែរថានេះជាលើកទី4ហើយដែលឯកឧត្តមអភិបាលរងខេត្តបានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញតំបន់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅផងដែរ